ស្វាគមន៍មកកាន់ពិធីសម្ពោធរោងចក្រជីកសិកម្មវីរៈគុណធម្មសូមសម្លេងអបអរសាទរសម្រាប់វីរៈគុណធម្មផ្ទាល់ខ្ញុំតែងតែចង់ចូលរួមជាមួយរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋកសិករយើងក្នុងការពង្រីកនៃវិស័យកសិកម្មកម្ពុជាយើងផងដែរពេលនេះក៏យើងបានសម្រេចចិត្តថានឹងវិនិយោគទៅលើរោងចក្រជីនេះឡើងអញ្ចឹងខ្ញុំគិតថានៅថ្ងៃអនាគតវីរៈគុណធម្មយើងជីវីរៈគុណធម្មនឹងអាចចូលរួមយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទៅដល់ប្រជាកសិករដើម្បីកាត់បន្ថយថ្លៃដើមហើយទទួលបានទិន្នផលខ្ពស់ហើយក៏វត្តមានរបស់បងប្អូនជាតំណាងចែកចាយជីវីរៈគុណធម្មថ្ងៃនេះក៏សូមជួយជំរុញឲ្យប្រជាកសិករយើងប្រើជីកសិកម្មជាជាងប្រើជីគីមី